សួស្តីបងប្អូននេះមកវត្តសង្ឃរកសីនៅនូជឺស៊ីមកមិនដល់ក្នុងការបើវិធីបន់ឃើញថាវាមានការផ្គត់ផ្គង់ពីលក្ខណៈនេះបរិវេណវត្តគឺជាបច្ចុប្បន្ននិងជាសម្រាប់បងប្អូនដែលការជនបទទុកស្រែនៅទីឡានអីយ៉ាងណាបងប្អូនអាចឃើញនៅក្នុងទីកន្លែងនៃការយើងរៀបចំបងប្អូនអាចមកស្ដាប់ឬថតរូបជាអនុស្សាវរីយ៍ដែរម៉ោងប្រហែលមកកលេងអកេះអត់តន់ដឹងនៅក្នុងការបើកទីឆ្លងជុំនៅក្នុងឱកាសនេះហើយបងប្អូនវិទ្យាសាស្ត្រខាងនោះទៅតូបលក់មានហូបដើរមើលតិចតូបមានហូបអីលក់នឹងទៅតូបលក់នៅខាងនោះមិនដើរដល់I'm leaving you. នេះតៅជុំវិញបរិវេណវត្តនៅខាងក្រោយបាទនៅខាងក្រោយគឺមានមហោមាទីនេះសួនបរិវេណវត្តដូចគ្នារូបចម្លាក់ព្រះនឹងមកបានគេប្រគំតន្ត្រីនៅវត្តមិនសូវមានមនុស្សច្រើនបានមនុស្សច្រើនល្អបើអត់សូវមានមនុស្សច្រើនផងនេះមានដើរទៅបានគេប្រគំតន្ត្រីទៅនេះហើយម៉ោង2ដល់ម៉ោង1ទៅក្តៅនេះបើកថ្ងៃល្អបាទខ្ញុំបងប្អូនវិទ្យាសាស្ត្រទីទៀតហ្នឹងគឺមានក្រុមសិល្បៈបន្តិចទៀតគេមានសិល្បៈរមហ្នឹងមកពីខាងនៅបាផងនៅខាងយើងនេះខាងនេះជាទីនឹងនេះសួនស្មាស្មៅនៅខៀវនៅឡើយ2-3 ខែទៀតប្រហែលជាងាប់អស់ព្រោះឥឡូវខែ10ថ្ងៃទី4ហើយទី5ក្តៅបាន80ដឺក្រេក្តៅខាងគេបានលើគ្នាសួនស្មាបងអីពីដើមបងប្អូនអាចទៅមកខាងនេះថាដាក់ដាក់ចូលមកបាទសូមខាងត្រីបានគេតន្ត្រីគេប្រគំមកអត់ដឹងម៉ោងប្រហែលគេប្រគំតន្ត្រីអត់ដឹងដែរនេះរូបហ្នឹងជារូបដូចគ្នាតន្ត្រីគេមិនតន់ប្រគំហ្នឹងម៉ោងប្រហែលក្តៅដូចគេនេះរូបព្រះដូចគ្នាណាបាទចប់